បាទជំរាបសួរបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះឃើញតកតងមួយសង្គ្រាមតែអាមេរិកទៅទម្លាក់ក្បាច់នៅអឺអ៊ុយក្រែនកំទេចកន្លែងផលិតនុយក្លេអ៊ែរអញ្ចឹងខ្ញុំចង់លើកឡើងមកជជែកបន្តិចខ្ញុំឃើញបងប្អូននៅស្រុកខ្មែរជាពិសេសបងប្អូនដែលខ្ញុំស្គាល់ហ្នឹងគាត់លើកមកគាត់អូស្បេះដេលអាមេរិកមែនតើតែគាត់អត់ជួយចិត្តអាមេរិកប៉ុន្តែខ្ញុំអត់កាន់ជាងអាមេរិកទេបើបងប្អូនទាំងអស់គ្នានឹងអ្នកដែលហ៊ានយល់ដឹងបន្តិចប្រហែលជាអាចនឹងគិតឃើញអ្នកខ្លះថាអាមេរិកហ្នឹងអាក្រក់ដើរធ្វើសង្គ្រាមទៅប្រទេសមួយប៉ុន្តែអ្វីដែលគ្នាធ្វើប្រហែលជាគ្នាមានហេតុផលអញ្ចឹងជាដំបូងខ្ញុំសូមលើកឧទាហរណ៍ហើយនឹងជាបញ្ហាមួយនិយាយពីច្បាប់ចុះជាមើលប្រទេសចិនគេមានសន្ធិសញ្ញាជាមួយនឹងអន្តរជាតិស្ដីពីច្បាប់នៃសាយភាវុធនុយក្លេអ៊ែរអញ្ចឹងហេតុអីបានចិនមាននៅពេលដែលចិនមានន័យថាពិភពលោកអាចដឹងឮថាចិនអាចផលិតនៅអាវុធនុយក្លេអ៊ែរប្រមាណបានបែងចែកឲ្យគេដឹងប៉ុន្តែបើអ៊ុយក្រែនព្រមទទួលនឹងចុះហត្ថលេខាឬក៏អីចឹងទៅអាមេរិកច្បាស់ណាស់ប្រហែលជាអាចនឹងមិនទៅកំទេចឬមួយក៏មានការចរចាណាផ្សេងប៉ុន្តែអ៊ុយក្រែនគឺបដិសេធដាច់ខាតមិនចឹងហើយយើងមើលសូម្បីតែកូរ៉េខាងជើងកាលពីមុនក៏មានសន្ធិសញ្ញានុយក្លេអ៊ែរជាមួយនឹងអន្តរជាតិដែរប៉ុន្តែវាបានធ្វើម៉េចលាលែងចេញនៅក្នុងឆ្នាំ2003ណាអញ្ចឹងដល់ពេលក្នុងឆ្នាំ2006ហើយ2017វាចាប់តាមសាកល្បងរហូតណាវាសាកល្បងអាវុធនុយក្លេអ៊ែរវារហូតអញ្ចឹងហើយធ្វើឲ្យពិភពលោកមានការខឹងហើយដាក់ថ្កោលទោសទណ្ឌកម្មទៅកាន់កូរ៉េខាងជើងមិនអញ្ចឹងហើយចិនមានហើយកូរ៉េខាងជើងមានចិននៅពីក្រោយខ្នងមិនអញ្ចឹងពេលខ្លះតែកូរ៉េខាងជើងខ្លាំងដៃពេកចិនខោកណាចិនក៏ដាក់បន្ទុកទៅអាមេរិកក៏រៀងស្រែកទៅខាងចិនមកខោកកូរ៉េខាងជើងដូចគ្នាវាអាចមានអញ្ចឹងនៅពីក្រោយខ្នងយើងមើលនយោបាយគឺវាអញ្ចឹងសពថ្ងៃនេះដែលតាមដានព័ត៌មានអន្តរជាតិគឺប្រកាសជាយល់នៅអ្វីដែលខ្ញុំកំពុងនិយាយហ្នឹងហើយអ៊ីរ៉ង់យើងមើលអ៊ីរ៉ង់បើយើងថានៅក្រោមពីណាគេអត់មាននៅក្រោមណាគេណាក៏ប៉ុន្តែបើយើងនិយាយពីបកអាហ្នឹងនៅច្បាស់ហើយនៅកុម្មុយនីសវាប្រកាសជានៅខាងរុស្ស៊ីហើយនេះគេហៅថាមហិច្ឆតានយោបាយដែលកុម្មុយនីសនិងសេរីវាប្រទីបតងគ្នាអញ្ចឹងវាជារឿងសាមញ្ញទេយើងមិននិយាយថានយោបាយលើពិភពលោកទេយើងមើលថានយោបាយក្នុងស្រុកនយោបាយនៅឆាកអន្តរជាតិមួយដូចគ្នាអញ្ចឹងសុទ្ធតែមានបញ្ហាអញ្ចឹងតែទាំងអស់ហ្នឹងអញ្ចឹងបើយើងថ្កោលទោសតារឿងយើងឃើញអញ្ចឹងយើងថ្កោលទោសអញ្ចឹងយើងមានន័យថាយើងមិនមែនអ្នកសិក្សាឬក៏វិភាគឲ្យបានជ្រៅទេយើងគាត់ឃើញយើងវិនិច្ឆ័យអីឬក៏ឮតាមគេយើងថាតាមគេហ្មងនេះអញ្ចឹងវាអត់ត្រូវដូចខ្ញុំចូលចិត្តការគ្រប់គ្រងរបស់ចិនប៉ុន្តែអត់ទៅចូលចិត្តការគ្រប់គ្រងរបស់អាមេរិកទេនិយាយធំហ្មងនិយាយស្មោះត្រង់ចិនធ្វើម៉េចពីកុម្មុយនីសនៅពេលដែលវាគ្រប់គ្រងប្រជាជនវាមិនសូវឲ្យប្រជាជនវាសេរីហ្មងទេបើដូចនៅនេះសេរីពេកឃើញទេដល់ពេលទៅគេបះបោត្រូវចង់ទៅបក្រាបចង់ទៅចាប់ចង់ទៅអីអត់បានទេនៅចិនគេបះបោអត់បានទេបក្រាបឯងណាអញ្ចឹងយើងឃើញដល់ពេលនៅស្រុកនេះគឺពេលដែលគេបញ្ហាម្ដងបះបោគឺពួកអាខ្មៅវាចូលទៅប្លន់នៅហាងមួយដែលធ្វើឲ្យហាងធំមួយចំនួននោះត្រូវបិទទ្វារ bankruptcy ដោយសារពួកអស់ហ្នឹងហ្មងពួកអាខ្មៅហ្មងអញ្ចឹងពេលខ្លះតើរៀនសូត្រតាមចិនខ្លះពេលដែលពួកវាចូលបះបោវាចូលទៅកោះហាងចូលអីទៅគេត្រូវបាញ់ហើយហ្មងបាញ់ឲ្យគំរាមឬក៏ចាប់ឲ្យដាក់គុកឲ្យប្រហែលឆ្នាំទោះបីជាអាហ្នឹងយល់ថាអូវាជារឿងតិចតួចដែលវាចូលទៅលួចប្លន់របស់គេក៏ដោយត្រូវតែធ្វើខ្លះដើម្បីអីគេហៅពមៀនពួកវាដល់ពេលអញ្ចឹងវាពិបាកដែរគាត់ថាអាមេរិកគេហៅថាបេដាប្រជាធិបតេយ្យតែអញ្ចឹងគេចាំខ្លមើលវាគ្រប់គ្នាតែវាហ៊ានធ្វើពួកអាកុម្មុយនីសវាប្រកាសជារិះគន់ឬក៏អាអ្នកដែលនៅក្រោមផុស
គុំអាមេរិកហ្នឹងដូចសហភាពអឺរ៉ុបអីហ្នឹងក៏វាអាចនឹងរិះគន់ដូចគ្នាក៏ប៉ុន្តែបើយើងអត់ធ្វើទេឃើញទេវាបានដៃឲ្យតែមានរឿងម្ដងគឺហាងមួយចំនួននឹងខាតរាប់រយលានហាងធំហ្នឹងអញ្ចឹងបងប្អូននៅតាមដានព័ត៌មានទាំងអស់បងប្អូននឹងយល់ហើយអញ្ចឹងខ្ញុំមានតែការចែកម្លែកប៉ុណ្្នឹងទេបាទអរគុណច្រើនសង្ឃឹមថាកុំឲ្យមានសង្គ្រាមលោកទី3កើតឡើងចុះព្រោះឲ្យតែមានច្បាស់ណាស់មកយើងម្នាក់វេទនាទាំងអស់គ្នាហ្នឹងមិនថាណាគេទេនិយាយទៅវាពាក់ព័ន្ធមួយសេដ្ឋកិច្ចពិភពលោកបើទោះបីជាយើងអាចជៀសផុតពីការគ្រោះថ្នាក់នៃសង្គ្រាមបានមែនប៉ុន្តែយើងប្រហែលជាមិនអាចជៀសពីរឿងសេដ្ឋកិច្ចនឹងបានទេអញ្ចឹងអរគុណច្រើនមកជំរាបលា